បងប្អូនអើយខ្ញុំសរសើរណាកាទៀវគោកមួយចាននេះបងប្អូនចង់ប្រាប់ថាមានលុយទិញអត់បានទេបងប្អូនមានលុយឲ្យអត់អាចទិញបានទេសារតែកាទៀវគោកនេះចង់ញ៉ាំតតែមករកម៉ាក់ឈីងឈីងរសាម៉ាក់ឈីងឈីងគាត់តែធ្វើរូបមន្តវាយកាទៀវគោកនឹងចេញមកគោកនេះរសជាតិឆ្ងាញ់ប្លែកអូយបងប្អូននៅឆ្ងាញ់ខ្លាំងណាស់បងប្អូនចាអញ្ចឹងថ្ងៃនេះចាមកគ្រួសារបងប្អូនអើយទៅហើយទៅផ្ទះចេឌីសារតែម៉ាក់ឈីងឈីងហ្នឹងគឺគាត់បានទៅលេងផ្ទះចេឌីកាទៀវគោកយកទៅញ៉ាំអញ្ចឹងណាចាឥឡូវមកដល់ផ្ទះគេហើយចាស់ផ្ទះអត់នៅទេបងប្អូននៅសល់តែប្អូនម្ចាស់ផ្ទះចាឲ្យភ្ញៀវកិត្តិយសមកឡើងពេញផ្ទះហ្មងណាដល់ផ្ទះចេឌីនឹងជាលៀបស្រឡាញ់កន្លែងសួនមែនតើបងប្អូនតែគាត់ឡើងប្រហែលថ្ងៃមុនចំហៀងតែគាត់រៀបសួនមកឡើងដូចចារីសចឹងស្អាតមែនតើហ្មងនេះគាត់ស្រឡាញ់ធម្មជាតិបៃតងឃើញប្លង់នឹងស្អាតមែនតើនេះខាងក្នុងផ្ទះរបស់គាត់ធំទូលាយណាស់ចូលមកដល់ខាងក្នុងអត់មានឃើញម្ចាស់ផ្ទះណាបងប្អូនឃើញតែគ្រួសារជាលៀបនឹងពួកម៉ែរួមទៅសាច់ម្ចាស់ផ្ទះនឹងបងប្អូនណាតែ4នាក់ទេបើនិយាយពីក្រុមគ្រួសារជាលៀបនឹងពួកម៉ាក់ខ្ទង់20នាក់ជាងចាលេខនេះមិនមែនមកលេខម្នាក់2នាក់បងប្អូនលក្ខណៈថាដឹកកូនដឹកចៅមកតែម្ដងតែមិនថាកូនមិនថាមីងថាបងមិនថាម៉ាក់ទេបងប្អូនមិត្តភក្តិគឺមកអស់ហើយចាម្ចាស់ផ្ទះគេតែ4នាក់ណាចេឌីនេះឯងមកដល់កាទៀវគោករបស់ម៉ាក់ឈីងឈីងធ្វើអត់ទាន់ច្រើនទេបងប្អូនទៅចាប់ដើមធ្វើទឹកស៊ុបរៀបចំហាន់ប៉ាតេសាច់ចារៀបចំបន្លែខ្ទឹមអីចឹងទៅជាលៀបនេះមនុស្សញ៉ាំច្រើនមកដល់ឃ្លានមានណែបងប្អូនចូលចក្រានបាយឃើញខឌូខញ៉ាំស្នៃមានអីញ៉ាំនឹងបងប្អូនឃ្លានណាស់ចាំកាទៀវគោកម៉ាក់ឈីងឈីងគឺធំអត់បានទេផ្លែតនឹងញ៉ាំខជើងជ្រូកផងប្រហុកឆៅផងញ៉ាំស្ងោរផងឆាផងអីផងប្រហែលជាខ្ទង់5 6មុខសាច់ជ្រូកផងពងទាផងចាដូច7មុខបាយអស់មួយចានឡើងណែនពោះផ្អឺហ្មងចាលេងចេឌីចាយកតែកាទៀវគោកមកមុខម៉ែវតែបើមហូបគាត់ត្រៀមសម្រាប់យើងវិញបងប្អូននៅច្រើនមុខទៀតគ្រាន់50សម្រាប់បាយថ្ងៃឡើងតេះណាចូល10មុខជាជាលៀបញ៉ាំបាយហើយអញ្ចឹងអត់ភ្លេចទេបងប្អូនអើយអីគេទៅចាទៅដល់ខោសើនៅចរនេះឯងភ្លេចញ៉ាំបានទេគឺញ៉ាំជាប្រចាំថ្ងៃមួយថ្ងៃពីរគេអញ្ចឹងទៅបងប្អូនខ្លះគាត់មើលរំលងជាមួយនឹងទឹកដោះគោគុំរំលងឲ្យសក់យើងកើតពីម៉ាក់យើងភ្លាមងាគឺយើងត្រូវការដោះគោហើយចាស់ឡើងរត់តែត្រូវការដោះគោវ័យយើងចតុងប៉ុណ្ណឹងរឿងអីដែលយើងថាមិនត្រូវការដោះគោប្រភេទទឹកដោះគោសូនៅចរនេះសម្បូរទៅដល់ប្រូតេអ៊ីនវីតាមីននិងកាល់ស្យូមញ៉ាំហើយធ្វើឲ្យសុខភាពយើងល្អសុខភាពរឹងមាំឆ្អឹងរឹងមាំការពារពុកឆ្អឹងការកូនក្មេងមនុស្សចាស់អ្នកពោះធំសរសៃខ្ចីទេបងប្អូនគឺញ៉ាំបានគ្រប់វ័យតែម្ដងពិសេសម៉ាក់កំពុងតែទងន់អូននៅក្នុងផ្ទៃញ៉ាំទៅម៉ាក់គឺជួយទាំងសុខភាពម៉ាក់ទាំងអូននៅក្នុងផ្ទៃចាស់ញ៉ាំវិញរឹតតែល្អបងប្អូនមនុស្សចាស់យើងចូលដល់វ័យច្រើនណាសុខភាពចាប់ផ្ដើមទន់ខ្សោយចាប់ផ្ដើមឈឺស្លាក់ដៃស្លាក់ជើងអីហ្នឹងចាញ៉ាំដោះគោមែវជួយកាត់បន្ថយអាការៈទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នានិយាយពីរសជាតិវិញឆ្ងាញ់បងប្អូនញ៉ាំអត់តឡនទេយើងអាចញ៉ាំបានរាល់ថ្ងៃបងប្អូនចាលេចណាស់ទៅដោះគោសូណាចរចាយើងចូលជាខានបាយបងប្អូនអើយចាប់ផ្ដើមឆ្អិនបដាហើយមានជាមួយនឹងអាសាច់ជ្រូក3ជាន់ហាន់ដុំៗហីអានេះគេកំប៉ុងនឹង3 4ដងមិនក្រៀមល្អហើយមានទឹកស៊ុបក្តៅដែរញ៉ាំជាមួយនឹងមីគោកុំឲ្យវាអួលអញ្ចឹងណាបងប្អូននេះទឹកស៊ុបពិសេសទៅទឹកស៊ុបនេះគឺតួឯកក្នុងការធ្វើជាមួយនឹងកាទៀវគោកឬក៏មីគោកអញ្ចឹងទៅមើលវីដេអូខលចាំជម្រាបបង្ហាញពីវិធីធ្វើទឹកស៊ុបដើម្បីញ៉ាំជាមួយនឹងកាទៀវគោកមីគោកអីចឹងណាបងប្អូនចាំមើលទឹកស៊ុបគេអូឆ្ងាញ់ណាស់មានសាច់ជ្រូក3ជាន់បំពងស្រួយក្លុកជាមួយនឹងរ៉ឌីខ្ទឹមពងខ្ទឹមសខ្ទឹមអីចឹងទៅនេះមានក្បាលបកាស្រវ៉ាន់សាច់មាន់ហើយបងប្អូនអាចមើលគ្រឿងផ្សំនៅលើវីដេអូនឹងបានណាហើយកាទៀវគឺយើងប្រើជាមួយនឹងកាទៀវណាបងប្អូននេះតែងមកពីស្ទឹងត្រែងទៀងម៉ូតហ្នឹងវាស្វិតល្អបងប្អូនហើយយើងយកមកក្លុកជាមួយនឹងកាទៀវគោកត្រូវគ្នាណាស់បន្លែហ្នឹងយើងមានជាមួយនឹងគេហៅគេសណ្តែកបដោះបងប្អូនចាដាក់កាទៀវវាយទឹកស៊ុសចូលគោឲ្យសប់ចាមកល្មមរសជាតិមកចង់ដិតខ្លាំងបន្ថែមបានចង់ល្មមអីយើងដាក់យករសជាតិមកល្មមតាមត្រូវចិត្តរបស់យើងទៅយើងចង់ដេកថតឲ្យស្អាតចឹងណាបងប្អូនចាយើងរៀបសណ្តែករៀបប៉ាតេមានបកាមានសាច់មាន់ហាន់ជាមួយនឹងអាសាច់ជ្រូក3ជាន់បំពងបងប្អូនចាយើងដេកជាមួយក្បាលបកាបំពងបន្ថែមជាមួយនឹងអាទឹកស៊ុបនៅក្នុងទឹកស៊ុបហ្នឹងមានឈាមមានផិតយើងដេកពីលើចឹងណាដើម្បីឃើញវារូបរាងស្អាតចាកុំឲ្យថារសជាតិឆ្ងាញ់សម្រាប់ម្សិលបានអញ្ចឹងណាឲ្យបានភូបគ្នារសជាតិឆ្ងាញ់ហើយសម្រាប់បានទៀតតំណងណាអ្នកធ្វើហ្នឹងអូយចាម៉ាក់មីនឹងគាត់ថាធ្វើឲ្យអត់ហ៊ានញ៉ាំខ្លួនឯងមុនទេគឺរៀបចំឲ្យបងប្អូនញ៉ាំមុនណារបស់គាត់ឃ្លានប៉ុណ្ណាគឺគាត់ញ៉ាំមុនដាច់ខាតមកចាត់ចែងធ្វើឲ្យបងប្អូនម្នាក់ម្ចាស់ឲ្យបានគ្រប់គ្នាឲ្យគាត់ហ្នឹងគឺញ៉ាំក្រោយគេសារតែកាទៀវគោកហ្នឹងគឺរូបមន្តម៉ាក់ឈីងឈីងគាត់ធ្វើខ្លួនឯងគាត់មានបានធ្វើទេដោយសារអត់ចេះទេនឹងរូបមន្តរបស់ម៉ាក់ឈីងឈីងមកវាជាលៀបញ៉ាំឲ្យបងប្អូនចង់ថារសជាតិដិតមុតឆ្ងាញ់មែនតើយើងថែមជាមួយនឹងម្ទេសឆាយើងទៀតអូឆ្ងាញ់ណាស់គោកដែលយើងត្រូវជាងគេហ្នឹងគឺអាសាច់ជ្រូក3ជាន់បំពងស្រួយនេះត្រូវគ្នាអើយសែនត្រូវនេះបកាបកស្រាប់ចឹងដាក់ចូលមកផ្លុកហត់ទឹកស៊ុបក្តៅអូជាតិណាទឹកស៊ុបគេមានឆ្អឹងស៊ុបគេមានឈាមគេមានប្រហិតមានឆ្អឹងមាន់មានអីអូយរងាស់មកជាតិសាហាវបងប្អូនញ៉ាំជួបជុំគ្នាទៀតអើយរត់តែជាតិហ្មងចង់ចេះធ្វើកាទៀវគោកនឹងបើចង់ចេះអាចខមមិនក្នុងវីដេអូនឹងបានវីដេអូក្រោយជម្រាបនឹងប្រាប់ពីរូបមន្តធ្វើឥឡូវម៉ាក់ជម្រាបបានមកដល់បងប្អូនអើយជួបជុំគ្នាឡើងពេញផ្ទះហ្មងហូបថ្ងៃនេះច្រើនណាស់ម៉ាក់ជម្រាបគាត់យកមកនឹងឡើងពីវិញមកចេឌីម្ចាស់ផ្ទះវិញខ្លាចតែបងប្អូនអត់មានញ៉ាំម៉ងរបស់ញ៉ាំមកអត់ក្រោម30មុខទេបើសរុបចូលគ្នាមកហូបថ្ងៃហ្នឹងចូល50 60មុខបងប្អូនអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេជាមួយគ្រួសាររីករាយអរគុណ